កុំបានខាងគាត់ចុះមកហ្នឹងរឿងហ្នឹងវាមិនដាច់ប្រាច់ទេនៅតែតាក់តែងនឹងកាលណាដាច់ទេចង់ឲ្យឯងងាប់ទៅបាត់អាសំណុំរឿងនៅតែហ្នឹងទៅចាស់ហើយ នេះគឺជាការថ្លែងរបស់លោកផងសំអឿនជាភាគីខនៅក្នុងសំណុំរឿងវិវាទដីធ្លីមួយករណីស្ថិតនៅភូមិព្រែកតាវែងឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបងចំណាប់អារម្មណ៍របស់លោកតាវ័យជាង80ឆ្នាំរូបនេះកើតមានបន្ទាប់ពីមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអដករួមមានលោកជាតារាវុធនិងលោកអែមសុភ័ក្របានសម្រុះសម្រួលផ្សព្វផ្សាយបញ្ចប់ដោយជោគជ័យនៅវិវាទដីធ្លីនេះតាំងតែពីព្រឹកព្រលឹមរហូតដល់យប់នៅសាលាឃុំព្រែកជីកនាថ្ងៃទី13ខែកុម្ភៈឆ្នាំ2026ហើយលទ្ធផលសាសជាតិដែលកើតចេញពីការសម្បទាឲ្យគ្នាពីជីតាទៅចៅនិងដោយមានការសម្រុះសម្រួលនិងផ្សព្វផ្សាយបញ្ចប់វិវាទពីមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអដកនេះបើតាមការគូបញ្ជាក់របស់លោកផងសំអឿនវាដូចតែដើមនោះកូនឥឡូវហ្នឹងវាតបៅទៅវាជាហើយវានៅខ្លាចស្នាមដែរវាមិនទាន់ជាដាច់ណាប៉ុន្តែវាក្រនជាងមុនវាធម្មតាហើយឥឡូវហ្នឹងគេហៅយើងរាប់រោយើងវិញអញ្ចឹងទៅណាប៉ុន្តែខ្ញុំក៏មិនបាទខ្ញុំក៏មិនប្រកែប្រកាន់ដែរខ្ញុំនៅតែនិយាយស្ដីរោគេធម្មតាអញ្ចឹងហើយតាចៅបានស្គាល់គ្នាទៅអាកូនប្រសាមកខាងនោះក៏មកស្គាល់ឪក្មេកវិញអីចឹងទៅថ្លែងប្រាប់សារព័ត៌មានព្រះខ័ននាថ្ងៃទី23ខែកុម្ភៈលោកផងសំអឿនបន្ថែមថាក្រោយវិវាទរបស់លោកនិងភាគីម្ខាងទៀតត្រូវបានសម្រុះសម្រួលនិងផ្សព្វផ្សាយបញ្ចប់លោកមានអារម្មណ៍ស្បើយក្នុងចិត្តខណៈដែលលោកមានវ័យជរាណាស់ទៅហើយវាធូរដែរកូនវាអត់មានអារម្មណ៍ថាថ្ងៃនេះគេហៅថ្ងៃនោះគេហៅថ្ងៃណាគេហៅទៀតអីចឹងហើយវងអត់លុយអត់កាក់ផងឲ្យចាស់ហើយមិនដឹងទៅរលុយកាក់ឯណាបានធ្វើដំណើរទៅមកហ្នឹងឆ្ងាយចិត្តអីសុខភាពវាមិនសូវល្អផងបានចប់ចឹងទៅមានអីធូរដេកស្រួលអីស្រួលទៅភ័យទៅព្រួយអីនេះលោកផនសំអឿនក៏បានមើលឃើញថាយន្តការអដកមានភាពងាយស្រួលសម្រាប់គាត់ដែលជាមនុស្សចាស់មានភាពងាយស្រួលនៅត្រង់ថាអំឡុងពេលសម្រាប់សម្រួលផ្សព្វផ្សាយបញ្ចប់វិវាទគាត់បានអង្គុយនៅជិតមន្ត្រីសម្រាប់សម្រួលដែលមិនពិបាកក្នុងការផ្ទៀងស្ដាប់ខណៈដែលនៅក្នុងនីតិវិធីរបស់តុលាការកន្លងមកលោកតាអង្គុយឆ្ងាយនិងត្រូវផ្ទៀងស្ដាប់សំណួរពីមន្ត្រីតុលាការលោកតាក៏បានលើកសរសើរមន្ត្រីសម្រាប់សម្រួលដែលកាន់សំណុំរឿងរបស់លោកតាគឺថាមានភាពចាស់ទុំស្របពេលដែលកន្លងមកលោកតាទៅរកយន្តការផ្សេងសម្ដីរបស់មន្ត្រីមួយចំនួនបានស្រែកគំហុកមកកាន់គាត់ហើយលទ្ធផលសាជាដែលកើតចេញពីការសម្បទាឲ្យគ្នាពីជីតាទៅចៅនឹងដោយមានការសម្រុះសម្រួលនិងផ្សព្វផ្សាយបញ្ចប់វិវាទពីមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអដកក៏បានធ្វើឲ្យទំនាក់ទំនងញាតិត្រឡប់មកដូចដើមឡើងវិញនេះបើតាមការគូបញ្ជាក់របស់លោកតាផងសំអឿន